នៅថ្ងៃទី31 ខែឧសភាឆ្នាំ2026ក្រោមការដឹកនាំនិងបញ្ជាផ្ទាល់របស់លោកខួងស្រេងអភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញរដ្ឋបាលខណ្ឌទាំង14បានធ្វើចុះត្រួតពិនិត្យតាមទីតាំងអគារខុនដូអាផាតមិនបូរីផ្ទះសំណាក់និងសណ្ឋាគារមួយចំនួនក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសច្បាប់តាមប្រព័ន្ធបច្ចេកវិទ្យា Online Scams និងផ្សព្វផ្សាយអនុក្រឹត្យលេខ03អង្គបកចុះថ្ងៃទី5 ខែមករាឆ្នាំ2026របស់រាជរដ្ឋាភិបាលកម្ពុជាស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំក្នុងភូមិសាស្ត្ររាជធានីភ្នំពេញលោកស្រីដោសំភ័សនាយិកាងរដ្ឋបាលនិងជាអ្នកនាំពាក្យរដ្ឋបាលសាលារាជធានីភ្នំពេញបានឲ្យដឹងនៅថ្ងៃទី1 ខែមិថុនាឆ្នាំ2026នេះថាក្នុងប្រតិបត្តិការរយៈពេល1ថ្ងៃនោះគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង14បានធ្វើការត្រួតពិនិត្យទីតាំងសរុបបានចំនួន80ទីតាំងរកឃើញជនបរទេសស្នាក់នៅសរុបចំនួន354នាក់ស្រី383នាក់ក្នុងនោះជនបរទេសចំនួន16នាក់ស្នាក់នៅដោយគ្មានលិខិតឆ្លងដែនត្រឹមត្រូវជារួមក្រុមការងារពុំបានឃើញបទល្មើសការច្បោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ឡើយលោកស្រីអ្នកនាំពាក្យបន្តទៀតថាដោយឡែកចំពោះខណ្ឌ7មករាក្រុមការងារបានរកឃើញទីតាំងសង្ស័យជាប់ពាក់ព័ន្ធបទល្មើសច្បោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ចំនួន1ករណីនៅបន្ទប់លេខ2505ជាន់ទី26នៃអគារ Skyline បើស្ថិតនៅអគារលេខ6ផ្លូវលេខ134ភូមិ3សង្កាត់វាលវង្សរួមមានកុំព្យូទ័រ Laptop 4គ្រឿង Monitor 1គ្រឿងនិងទូរស័ព្ទដៃ15គ្រឿងប៉ុន្តែមិនមានមនុស្សស្នាក់នៅទេរីឯនៅខណ្ឌឫស្សីកែវវិញបន្ទាប់ពីក្រុមការងារត្រួតពិនិត្យទីតាំងចំនួន4កន្លែងនៅក្នុងបូរីផេនសៀស្ថិតនៅសង្កាត់ស្វាយប៉ាករួមមកក្រុមការងារបានរកឃើញមានសម្ភារគួរឲ្យសង្ស